អូយមានរឿងអីហ្នឹងអូយភ្នែករបស់ខ្ញុំជឿណាលោកអើយស្អីគេចូលភ្នែកខ្ញុំហ្នឹងហើយគ្រោះថ្នាក់ណារត់លើឡើងទៅបើមិនអញ្ចឹងទេមន់ចាក់ស្លាប់ឥឡូវហើយខាងណាកំពុងតែនៅសក់មន់បែរជាមកកំទេចសបុកជើងអស់អូយអ្នកណាខំខ្ញុំឈឺម្លេះឈឺណាអូយឈឺណាអូយឈឺណាព្រះហើយគ្រោះថ្នាក់ណាស់នរណាយកដុំថ្មគប់ខ្ញុំកុំដេញខ្ញុំកុំយកដុំថ្មគប់ខ្ញុំអូយអើយក្រាបអីចំកតិកទីអស់ហើយអ្នកទាំងអស់គ្នាអើយជួយខ្ញុំផងខ្ញុំត្រូវកបីជន់ធ្លាយពោះហើយខាងណានៅសក់ត្រូវកបីនោះមកបំផ្លាញក្តីសុខរបស់ពួកយើងបែបនេះមិនបានទេយើងត្រូវតែឡើងទៅជួបព្រះអិនដើម្បីប្តឹងក្របីនោះទៅបានប្អូននៅទីនេះហើយណាបងដាច់ខាតត្រូវរកយុត្តិធម៌ឲ្យប្អូនឲ្យបានចា៎រឿងគឺយ៉ាងនេះសូមព្រះអិនជួយរកយុត្តិធម៌ឲ្យពួកខ្ញុំផងពួកខ្ញុំកំពុងរស់នៅយ៉ាងសុខសប្បាយហើយនៅសុខស្រាប់តែមានក្របីមួយក្បាលមកជន់ប្អូនក្អាត់របស់ខ្ញុំឲ្យធ្លាយពោះវៀនចេញមកក្រៅបានមិនអីទេយើងនឹងដោះស្រាយរឿងនេះតែត្រូវហៅក្របីនោះចេញមកសិនណែក្របីឯងដឹងទូកំហុសខ្លួនឬនៅអូសូមព្រះរាជទានទោសតាំងតែពីដើមរៀងមកខ្ញុំរស់នៅស្លូតបូតមិនដែលបង្ករឿងជាមួយនរណាឡើយចំពោះរឿងរ៉ាវជាមួយក្អាត់គឺខ្ញុំគ្មានបំណងធ្វើបែបហ្នឹងទេគ្មានបំណងឯងបំផ្លាញក្តីសុខដល់អ្នកដទៃហើយថែមទាំងធ្វើឲ្យអ្នកដទៃរបួសហើយនៅថាគ្មានបំណងទៀតសូមព្រះអង្គកាត់ក្តីឲ្យមានស្មារតីផងមិនមែនដោយសារខ្ញុំមានបំណងធ្វើអញ្ចឹងទេគឺក៏ដោយសារតែពេលនោះមានផ្លែភ្នៅជ្រុះមកលើខ្នងខ្ញុំធ្វើឲ្យខ្ញុំភ័យទើបបានជារត់បោទៅជន់ក្អាត់ដូច្នេះផ្លែភ្នៅនៅសុកមិនបានជាអ្នកទៅជ្រុះលើខ្នងក្របីរឿងរ៉ាវទាំងអស់គឺមកពីកំប្រុកទាំងអស់ខ្ញុំនៅសុកមិនដឹងជាមានកំប្រុកមកពីណាទេដែលលត់មកទុំលើមេខ្ញុំទើបធ្វើឲ្យខ្ញុំរបេះតងជ្រុះលើខ្នងក្របីហេតុអ្វីនៅសុកអ្នកឯងធ្វើឲ្យផ្លែភ្នៅរបេះតងជ្រុះក្រាបទូលព្រះអិនខ្ញុំកំពុងដេកនៅលើមែកឈើសុកមិននឹកស្មានថាមានវងស្រមោចមកខំខ្ញុំឈឺខ្លាំងណាស់มันអាចទ្រាំបានទៅខ្ញុំលោតទៅចំផ្លែភ្នៅឲ្យជ្រុះបែបនេះបើចង់ដាក់ទោសសូមព្រះអិនដាក់ទោសស្រមោចដែលមកខំខ្ញុំទៅចោទៅហៅស្រមោចមកស្រមោចនៅសុកមិនបានជាអ្នកខំកំប្រុកពួកខ្ញុំរាល់ថ្ងៃនេះរត់តែខំប្រឹងប្រែងរកស៊ីមិនអាចគិតចង់បំផ្លាញនរណាឡើយពួកខ្ញុំក៏មិនយល់ដែរនៅសុកស្រាប់តែមានមន់ព្រៃហើរមកពីណាមកកកាយសម្បុករបស់ពួកខ្ញុំខ្ទេចខ្ទីអស់តែពួកខ្ញុំរត់ទៅកាជប់កំប្រុកហើយខំកំប្រុកឲ្យភ្ញាក់ទៅមន់ព្រៃនៅសុកមិនបានជាអ្នកទៅជន់បំផ្លាញសម្បុកស្រមោចពេលនោះខ្ញុំកំពុងតែរកចំណីស្រាប់តែមានក្តាន់មួយរត់មកពីណាទេហើយធ្វើឲ្យខ្ទាតក្របល្ងចូលភ្នែកខ្ញុំពេលដែលទ្រាំមិនបានខ្ញុំក៏ហើរឡើងទៅលើលោតទៅជន់សម្បុកស្រមោចដោយចៃដន្យគឺខ្ញុំមិនមានបំណងអ្វីបែបនេះទេរឿងដើមហេតុក៏មិនមែនមកពីខ្ញុំដែរពេលនោះខ្ញុំកំពុងតែរកចំណីនៅកន្លែងស្ងប់ស្ងាត់យ៉ាងល្អហើយក៏ស្រាប់តែឮសំឡេងដ៏ខ្លាំងស្រែកបន្លឺឡើងធ្វើឲ្យខ្ញុំភ្ញាក់ទើបរត់បោកពេញព្រៃទៅរឿងរ៉ាវដែលកើតឡើងទាំងអស់គឺដោយសារតែសត្វរៃហៅរៃចូលមករៃហេតុអ្វីបានជាឯងស្រែកឡូឡាគ្មានដឹងពេលវេលាធ្វើឲ្យក្តាន់ភ្ញាក់រត់ពេញព្រៃអញ្ចឹងក្រាបទូលព្រះអិនដោយសារតែមេក្តៅពេកទៅពួកខ្ញុំបបួលគ្នារកកន្លែងមកលុបទៅជាក់ស្ងាត់ស្រែកច្រៀងរួមគ្នាលេងឲ្យសប្បាយតែប៉ុណ្ណោះដើម្បីតែការសប្បាយរបស់ខ្លួនពួកអ្នកបានបំផ្លាញក្តីសុខរបស់អ្នកដទៃទៅហើយការស្រែកច្រៀងគ្មានដឹងពេលវេលាធ្វើឲ្យគេភ្ញាក់ផ្អើលយ៉ាងខ្លាំងចាប់ពីពេលនេះទៅពួកអ្នកអាចស្រែកបានតែរដូវប្រាំងប៉ុណ្ណោះហើយត្រូវយកពោះវៀនរបស់ខ្លួនឲ្យទៅកូនក្អាត់ស្ដាប់បានទេព្រះអិនសូមលោកមេត្តាលើកលែងទោសឲ្យពួកខ្ញុំផងឲ្យសមមកពពួករៃដែលគិតតែវងការសប្បាយគ្មានដឹងទៅតំបន់ចាប់តាំងពីពេលនោះមកសត្វរៃអាចស្រែកបានតែរដូវប្រាំងប៉ុណ្ណោះហើយរៃណាក៏ដូចរៃណាដែរពួកគេសុទ្ធតែគ្មានពោះវៀនពីព្រោះពោះវៀនរបស់ពួកគេបានប្រគល់ទៅឲ្យកូនក្អាត់អស់ទៅហើយ